សួស្តីអ្នកនរគ្នាត្រឡប់មកវីដេអូខ្ញុំវិញហើយនេះគឺជាសកម្មភាពនៅពេលហាយថ្ងៃទី2គឺខ្ញុំទៅពេលហាយតា2ថ្ងៃមួយយប់ទេអញ្ចឹងពេលល្ងាចខ្ញុំនឹងចេញទៅវិញអញ្ចឹងពេលផឹកក្នុងរយៈពេលចាប់ពីពេលផឹកដល់រៀង7ល្ងាចហ្នឹងគឺពួកខ្ញុំដើរលេងអាណាណីហ្មងហើយនេះគឺពួកខ្ញុំចេញទៅកន្លែងជីនឋានកន្លែងហ្នឹងគឺសមុទ្រគេកន្លែងហ្នឹងដូចតែខ្ញុំទៅថ្ងៃទី1ដែរទេតែកន្លែងនេះខ្សាច់អត់សូវស្អាតម៉ាក់នេះចាញ់កន្លែងដែលសមមិញខ្ញុំទៅប៉ុន្តែគេមានស្ពានមានអីចឹងយើងដើរមើលថតរូបថតអីចឹងនិយាយទៅពួកខ្ញុំមកអត់ស្គាល់ទេបន្ទាប់ពីហ្នឹងពួកខ្ញុំចេញទៅញ៉ាំអីតិចតួចហើយបានមកបន្តមកកន្លែងមួយនេះប៉ុន្តែខ្ញុំភ្លេចឈ្មោះបាត់ហើយគេហៅអីគេទេខ្ញុំភ្លេចហើយដល់ពេលហើយកន្លែងហ្នឹងគឺដូចកន្លែង walk street អីចឹងគឺគេមានម្ហូបគេមានអីចឹងគេមានលក់វត្ថុអនុស្សាវរីយ៍ចឹងយើងអាចចូលទិញចូលអីថតរូបគេមានកន្លែងថតរូបមួយគ្រប់កន្លែងហើយខ្ញុំទិញបានស្នៀតសក់នេះមួយហើយកន្លែងនេះគឺឈរចាំថតប៉ុន្តែមនុស្សច្រើនអញ្ចឹងនាំតែពួកខ្ញុំបានថតហ្នឹងចាំរៀងយូរដែរហើយចេញពីកន្លែងមួយខ្ញុំចូលកន្លែងមួយនិយាយទៅដើរមើលអស់ហើយក៏ពួកខ្ញុំដូរកន្លែងមួយទៀតនិយាយទៅគឺមួយថ្ងៃហ្នឹងពួកខ្ញុំដើរពីមួយកន្លែងទៅមួយកន្លែងផុតពីកន្លែងហ្នឹងគឺពួកខ្ញុំនាំគ្នាទៅទិញមីសៀហើយនាំគ្នាដើរទៅលើភ្នំដើម្បីអានោះវាស្តៀងលើភ្នំដែរទៅដូចកន្លែងហ្នឹងកន្លែងវត្តអារាមគេចឹងក៏មានព្រះពុទ្ធនៅហ្នឹងដែរប៉ុន្តែកន្លែងហ្នឹងគេអត់ឲ្យថតទេចឹងខ្ញុំថតបានតែមិនតិចទេហើយនៅខាងក្រោមហ្នឹងទីធ្លាគេធំគេថតអីចឹងប៉ុន្តែពេលហ្នឹងខាងពូនោះគាត់ប្រាប់ថាកុំឲ្យទិញធូបទិញអីនៅកន្លែងហ្នឹងដោយសារថ្លៃអីចឹងពួកខ្ញុំគ្រាន់តែដើរមើលឲ្យគ្រប់ក្នុងចិត្តទៅគឺចប់ហើយខ្ញុំក៏ដើរមើលថានៅហ្នឹងគេមានសាសនាគេខ្លាយចឹងណាប៉ុន្តែគឺគេអត់ឲ្យខ្ញុំថតទេប៉ុន្តែខ្ញុំលួចថតបន្តិចអីចឹងឲ្យដើម្បីឲ្យអ្នកអស់គ្នាមើលហើយអ្វីដែលខ្ញុំ surprise ជាងគេគឺថាបន្ទប់ទឹកចាធ្លាប់តែឮគេនិយាយថាបន្ទប់ទឹកអត់មានទ្វារខ្ញុំមកពីឆ្នាំជាងខ្ញុំអត់ដែលឃើញព្រោះដោយសារខ្ញុំនៅគួរចូលនោះគឺខ្ញុំអត់ដែលប៉ះមែនប៉ុន្តែនៅកងស៊ីគឺឃើញហើយអ្នកនរគ្នាខ្ញុំចូលទៅឡើងភ្ញាក់បន្ទាប់ពីជួបរឿងចម្លែកហ្នឹងហើយពួកខ្ញុំក៏ដើរតមកមើលថ្ងៃលិចហ្នឹងដូចជាចុះភ្នំក៏មិនទេខ្ញុំមិនដឹងដែរពេលហ្នឹងដឹងដែរហើយមកមើលថ្ងៃលិចនៅខាងសមុទ្រមួយទៀតនិយាយទៅវាជាប់គ្នាដែរតែយើងដើរតែប្រហែលនាទីគឺដល់ហើយ10នាទីជាងអីដល់ហើយអញ្ចឹងទៅពួកខ្ញុំក៏អត់ហៅឡានដែរដើរទៅមើលថ្ងៃលិចយកហ្មងនៅកន្លែងថ្ងៃលិចហ្នឹងពេលដែលខ្ញុំទៅដល់វាចិត្តចាញ់មែនតើអញ្ចឹងពួកខ្ញុំខំគ្នារត់ឡើងនៅលើថ្មហ្នឹងនៅម្ខាងទៀតក៏គេជាដូចជាមហាអំផែងប៉ុន្តែគេបិទទ្វារឲ្យពួកខ្ញុំឡើងអញ្ចឹងឡើងបានត្រឹមហ្នឹងហើយពេលចុះមកវិញខ្ញុំក៏បានទិញផ្អែមនេះញ៉ាំធ្លាប់ពោះពួកអីពេលហ្នឹងឈឺជើងឈឺអីមែនតើអញ្ចឹងទិញហើយក៏ពួកខ្ញុំត្រឡប់មកវិញមកតាមផ្លូវហ្នឹងដំបូងថាអត់ចូលទេប៉ុន្តែគាត់ថាសមមករៀងច្រើនដែរអញ្ចឹងក៏ចូលនៅសារីត្រីហ្នឹងចូលញ៉ាំអីនៅហ្នឹងអីហើយបានពួកខ្ញុំត្រឡប់ទៅ hotel វិញអញ្ចឹងទៅហ្នឹងពួកខ្ញុំទៅញ៉ាំមីឆាមីអីគ្រឿងសមុទ្រអីនៅម្ខាងទៀតតែពេលហ្នឹងខ្ញុំអត់បានថតអញ្ចឹងពេលដែលទៅហើយពួកខ្ញុំទៅ hotel ទៅយកវ៉ាលីបន្ទាប់មកក៏ហៅឡានទៅកន្លែងស្ថានីយ៍រថភ្លើងវិញម្ដងដើម្បីយើងទៅធ្វើម៉េចឲ្យបានមុន1ម៉ោង2ម៉ោងតែពេលហ្នឹងពួកខ្ញុំទៅមុនបានតាដូចជាកន្លះម៉ោងជាងអីឯងដោយសារវាចិត្តដល់ម៉ោងមែនតើអីអញ្ចឹងពួកខ្ញុំទៅខ្លាចយឺតប៉ុន្តែទៅដល់វាមកល្មមពួកខ្ញុំបានជិះទៅដល់ហ្មងអញ្ចឹងពេលដែលជិះហើយនៅរយៈពេលតាម1ម៉ោងអីខ្ញុំត្រឡប់មកណានីងវិញហើយព្រោះវានៅក្នុងខេត្តកោះស៊ីដូចគ្នាអញ្ចឹងពេលដែលមកដល់ពួកខ្ញុំក៏ជិះត្រែនបន្តទៅសាលាបន្ទាប់មកគឺយប់ហ្នឹងគឺចប់ហើយពួកខ្ញុំអត់មានទៅណាទៀតទេដោយសារគឺថាអស់ជើងមែនតើដើរលេងក្នុងរយៈពេល1ថ្ងៃ